សុភាសិតសាស្ត្រាច្បាប់លោកនីតិប្រាជ្ញឯណានៅរួមដោយសិស្សកាចឬប្រពន្ធកំណាចចៅមាយានិងអសប្បុរសជាពាលាទោះប្រាជ្ញនោះជាក៏គង់តែលងឃ្លាទី4ទោះប្រាជ្ញនោះជាក៏គង់តែលងនឹងអីលងទឹកឯអ្នកប្រាជ្ញលងទឹកអ្នកប្រាជ្ញលងស្នេហ៍អូនអត់ទេអ្នកប្រាជ្ញដែលនៅរួមនឹងសិស្សកាចអ្នកប្រាជ្ញដែលនៅរួមនឹងប្រពន្ធកំណាចចៅមាយាអ្នកប្រាជ្ញដែលនៅរួមជាមួយនឹងអសប្បុរសជាពាលាគឺត្រូវតែលងនឹងកំហឹងលងនឹងពាក្យគំរោះគំរើយលងនឹងការស្ដីប្រដៅទូមានឬឈានដល់លងនឹងការអ្វីនឹងរំពាត់ទៀតផងចុះហេតុអីបើអ្នកប្រាជ្ញលងដល់ថ្នាក់នឹងហេតុអីមូលហេតុខ្ញុំដាក់សំណួរថាហេតុអីនេះក៏ព្រោះតែយើងដឹងស្រាប់ហើយថាអ្នកប្រាជ្ញលោកក្រាស់ខ្មឹកជាមួយនឹងពុទ្ធិសពចំណេះរបៀនមែនទេក្រាស់ខ្មឹកជាមួយនឹងក្រមសីលធម៌នៅវិជ្ជាជីវៈចុះហេតុអីបាននៅតែលងហេតុអីក៏ព្រោះតែអ្នកប្រាជ្ញមិនមែនជាទេវតាទេអ្នកប្រាជ្ញមិនមែនជាព្រះអិនប្រព្រំទេប៉ុន្តែអ្នកប្រាជ្ញគឺជាបុថុជនដូចតែយើងអញ្ចឹងឥឡូវយើងមិនបាច់សង្កត់ធ្ងន់ទៅលើអ្នកប្រាជ្ញទេហើយយើងក៏លេចមកមើលតថភាពដែលយើងរស់នៅសពថ្ងៃនេះយើងជាមនុស្សសាមញ្ញមិនមែនអ្នកប្រាជ្ញការដែលយើងរស់នៅជាមួយនឹងបុគ្គលអវិជ្ជមានទាំង3ប្រភេទនេះសួរថាយើងលងទេលងហើយខ្ញុំទាយថាអាចនឹងលងទៅលើផ្លូវ2លងទៅលើផ្លូវទី1គឺកើតទៅជាកំហឹងមែនទេកើតទៅជាកំហឹងកើតទៅជាអធិករលងនៅផ្លូវទី2គឺឈួតតាមតែម្ដងគឺឈួតតាមជាមួយនឹងបុគ្គលអវិជ្ជមានទាំង3ប្រភេទនេះតែម្ដងហើយចឹងមិនបាច់ឆ្ងល់ទេមិនបាច់ឆ្ងល់ថាអូធ្វើដល់អ្នកប្រាជ្ញហើយធ្វើដល់អ្នកប្រាជ្ញដែលមានចំណេះសពរបៀនហើយដែលមានក្រមសីលធម៌នឹងវិជ្ជាជីវៈក្រាស់ខ្មឹកហើយនៅតែលងនឹងកំហឹងទៀតនៅតែប្រើពាក្យគ្រោកគ្រាតទៀតនៅតែមានការវេបដៅទៀតមិនបាច់ឆ្ងល់ទេក៏ព្រោះតែអ្នកប្រាជ្ញមិនមែននៅជាមួយនឹងមនុស្សជានាទេគឺអ្នកប្រាជ្ញនៅរួមរស់ជាមួយនឹងបុគ្គលអវិជ្ជមានទាំង3ប្រភេទនេះអញ្ចឹងកាលណាបើនៅរួមរស់ជាមួយនឹងបុគ្គលអវិជ្ជមានទាំង3ប្រភេទកាលណាដែលឃើញនៅសកម្មភាពអវិជ្ជមាននឹងភ្នែកកាលណាដែលលឺនឹងត្រចៀករាល់ថ្ងៃរាល់ខែរាល់ឆ្នាំប្រកាសហើយគឺទប់កំហឹងអត់បានទេជៀសពីពាក្យគ្រោកគ្រាតមិនបានទេជៀសពីការពោលពាក្យអសុរោះស្ដីប្រដៅកំហកគំរោះគំរើយឬក៏ឈានដល់ការវាប្រដៅនឹងឯងគឺជៀសពុំបានឡើយឥឡូវយើងក៏លេខមកមើលសង្គមយើងវិញសង្គមយើងសពថ្ងៃយើងតែងតែឃើញជារឿយៗរវាងគ្រូនិងសិស្សមិនថាបច្ចាអធិការជាមួយនឹងកូននេនមិនថាគ្រូជាមួយនឹងសិស្សយើងតែងតែឃើញមានការអវាយមានស្នាមនៅខ្លួនអីផ្សេងអញ្ចឹងទៅហ្នឹងព័ត៌មាននឹងផ្ទុះខ្លាំងអញ្ចឹងយើងគ្រាន់តែដាក់ចម្ងល់ថាអីធ្វើដល់គ្រូមានចំណេះសពរបៀនមានក្រមសីលធម៌វិជ្ជាជីវៈមិនបានជ្រើសរើសយកអំពើហិង្សាដាក់សិស្សបែបហ្នឹងអត់ត្រឹមត្រូវទេយើងបានត្រឹមតែឆ្ងល់បែបហ្នឹងប៉ុណ្ណោះប៉ុន្តែយើងមិនដឹងអំពីវាំងននខ្មៅនៅពីក្រោយអំពើហិង្សាហ្នឹងទេអញ្ចឹងវាំងននខ្មៅគឺអីវាំងននខ្មៅគឺដូចដែលបានរៀបរាប់នឹងហើយប្រាជ្ញឯណាឬគ្រូឯណានៅរួមដោយសិស្សកាចមិនមែននៅរួមមួយថ្ងៃពីរថ្ងៃប៉ុន្តែរាល់ថ្ងៃរាល់ខែនិងរាល់ឆ្នាំគឺទ្រាំនឹងមិនលងមិនបានទេសូម្បីតែយើងសពថ្ងៃហ្នឹងជាជនសាមញ្ញហ្នឹងកំថាដល់រាល់ខែរាល់ឆ្នាំនៅជាមួយតែមួយថ្ងៃហ្នឹងក៏យើងលងកើតនឹងកំហឹងដែរបើមិនលងកើតនឹងកំហឹងគឺឈួតតាមតែម្ដងអញ្ចឹងការបកស្រាយនេះគឺនិយាយអំពីមូលហេតុឬវាំងននខ្មៅនៅពីក្រោយអំពើហិង្សាទាំងអស់នោះតែមិនមែនជាការរៀបរាប់បរិយាយកាន់ជើងនិងលើកដំកើងឲ្យប្រើអំពើហិង្សាទៅលើសិស្សនោះទេ